ប្រយ័ត្នឲ្យបានខ្ពស់បងប្អូនឥឡូវនេះគឺមាន account ជាច្រើនមែនតើពាក់ព័ន្ធជាមួយនឹងការផុសសុំជំនួយណាផុសសុំជំនួយពីបងប្អូនទាំងអស់គ្នាដើម្បីយកលុយហ្នឹងយកទៅជួយបងកងទ័ពដែលឈរជើងនឹងឯព្រះវិហារណាបងប្អូនចាអញ្ចឹងខ្ញុំសូមក្រានរំលឹកក៏ដូចជាដាស់តឿនដល់បងប្អូនថាប្រយ័ត្នចាញ់បោកបងប្អូនព្រោះដោយសារតែឥឡូវកំពុងតែវឹកវរមែនតើពាក់ព័ន្ធជាមួយនឹងជំនួយបងកងទ័ពហើយខ្ញុំឃើញមានបងប្អូនជាច្រើនដែលគាត់ខំប្រឹងបង្កើត Facebook គាត់ខំប្រឹងយក account Facebook យកទៅផុសសុំជំនួយសុំអីចឹងទៅប៉ុន្តែខ្ញុំសូមក្រានរំលឹកដល់បងប្អូនមួយវិញទៀតថាបើសិនជាបងប្អូនខ្ញុំដឹងថាទឹកចិត្តបងប្អូនចង់ជួយហីឥឡូវនេះកំពុងតែត្រូវការជំនួយពីបងប្អូនច្រើនមែនតើប៉ុន្តែបងមុននឹងបងបាញ់លុយទៅជួយបងត្រូវស៊ើបមើលប្រវត្តិបងត្រូវស៊ើបមើលថាព័ត៌មានហ្នឹងប៉ិតឬមួយក៏អត់ឬមួយក៏ account ខ្លះចេះតែផុសនៅក្នុងក្រុមយករូបកងទ័ពមកភ្ជាប់ជាមួយនឹងអីគេពាក្យប្រមាណ clear ឬមួយក៏ប្រមាណប្រយោគហើយដាក់ QR code ខ្លួនឯងឲ្យបងប្អូនបាញ់ទៅអាហ្នឹងកុំបងអាហ្នឹងសិតតែ account បោកហើយប៉ុន្តែខ្ញុំឃើញមួយថ្ងៃនេះឃើញមានបងឡុងម៉ានីនឃើញមានយាយសួយឃើញមានជំទាវលបរីយ៉ាក៏ដូចជាឃើញមានបងសិល្បករការនេះជាច្រើនទៀតចាខ្ញុំឃើញគាត់ផុសរបៀបថាតាក់ទងជាមួយនឹងជំនួយហើយគាត់ក៏បានចាញ់លុយខ្លួនឯងហ្នឹងចាញ់ថវិកាខ្លួនឯងហ្នឹងទៅជួយខាងបងកងទ័ពច្រើនដែរចាម្នាក់សិតតែ 10000 200000ក៏ដូចជា5 6000អីបងចាក្នុងម្នាក់អញ្ចឹងបើសិនជាបងចង់ទុកចិត្តឬមួយក៏ឲ្យមានភាពរបៀបថារៀងធូរចិត្តខ្លួនឯងចាបងត្រូវតែចេះបើសិនជាបងចង់បាញ់លុយទៅជួយបងកងទ័ពបងបាញ់តាម account ណាដែលគេរៀងល្បីឬមួយក៏ account ណាដែលរបៀបថាគាត់ធ្លាប់ធ្វើសប្បុរសធម៌សប្បុរសជនពីមុនមកហ្នឹងហើយបងបាញ់ទៅអាហ្នឹងបងដឹងតែកក់ក្ដៅអីខ្ញុំហ៊ានធានាថាលុយបងអត់ឲ្យបាត់សំបីតែ100លុយខ្មែរបងចាព្រោះដោយសារតែពួកគាត់ដឹងថាកឹបកេងលុយបងប្អូនធ្វើអីទេចាឥឡូវហ្នឹងកំពុងតែវឹកវរពាក់ព័ន្ធជាមួយនឹងជំនួយអញ្ចឹងមានបុគ្គលមួយចំនួនកំពុងតែឆ្លៀតឱកាសកឹបកេងលុយបោះសប្បុរសធម៌កឹបកេងផលចំណេញណាឥឡូវហ្នឹងកំពុងតែមានច្រើនមែនតើហើយខ្ញុំឃើញក្នុងក្រុមផុសសុំជំនួយផុសអីច្រើនណាបងប្អូនចាផុសសុំជំនួយសុំអីច្រើនមែនតើហើយ account មិនដឹងពីណាពីណីខ្លះឲ្យយករូបបងកងទ័ពយកមកដាក់គួបជាមួយនឹង QR code របស់ខ្លួនឯងឲ្យគេបាញ់លុយទៅបងប្អូនត្រូវចាំណាបើសិនជាលុយបងប្អូនបាញ់ទៅធ្វើបន់ត្រូវបងប្អូនបានបន់តាមនឹងប៉ុន្តែបើសិនជាបាញ់ទៅខុសហើយយើងក៏អសទ្ធាតាមនឹងដែរបងចាអញ្ចឹងបើសិនជាបងប្អូនចង់ឲ្យរបៀបថាតិចចិត្តឬមួយក៏ចង់ឲ្យមានទំនុកចិត្តថាលុយរបស់បងប្អូនបាញ់ទៅគឺបានទៅដល់ដៃបងខាងកងទ័ពមែនបងត្រូវតែស៊ើបមើលក៏ដូចជាបងត្រូវតែមើលប្រវត្តិរបស់ account នឹងសិនមិនមែនឃើញតែគេដាក់រូបបងកងទ័ពគេដាក់រូបតាហ៊ានផ្គប់ជាមួយនឹង QR ហើយបងត្រូវតែបាញ់លុយទៅហ្មងណាអត់ទេបងត្រូវស៊ើបសិនព្រោះដោយសារតែឥឡូវបងដឹងស្រាប់ไปប្រហែលថ្ងៃហ្នឹងគឺកំពុងតែវឹកវរមែនតើពាក់ព័ន្ធនឹងរឿងប៉ះទង្គិចគ្នាថៃនិងខ្មែរណាចាអញ្ចឹងតែងតែមានហើយជនឆ្លៀតឱកាសព្រោះដោយសារតែវារកបានគឺវារកបានពេលហ្នឹងហើយបងប្អូនចាមិនមែនរឿងនេះវារកថ្ងៃទេចាយូរវាកាត់ឡើងម្ដងទេអញ្ចឹងបងត្រូវតែបាញ់បងមើលសិនព្រោះឥឡូវហ្នឹងឃើញមានបងសិល្បករការនេះគាត់កំពុងតែធ្វើសប្បុរសធម៌គាត់ធ្វើជំនួយធ្វើអីដើម្បីរកជំនួយទាំងអស់ហ្នឹងយកទៅផ្គត់ផ្គង់បងដែលគាត់គឺជាកម្លាំងកងទ័ពឈរជើងជួមមុខនៅឯព្រះវិហារបងប្អូនណាចាអញ្ចឹងបងមើលទៅមើលឲ្យជាក់ចាំញាក់ចៅមកបងប្អូនបើសិនជាមើលអត់ជាក់ទេបាញ់លុយចូល account គេបោកហើយព្រោះដោយសារតែលុយបងប្អូនតែប៉ះ account បោកហើយគឺលុយបងប្អូនអត់បានទៅដល់ដៃបងកងទ័ពទេគឺវាទៅនៅត្រឹមកប៉ៅរបស់ពួកអាបោកហ្នឹងបងប្អូនយល់ទេចាអញ្ចឹងកុំចេះតែបាញ់លុយបងប្អូនមុននឹងបាញ់លុយស៊ើបមើលប្រវត្តិហ្នឹងសិនហើយបើសិនជា account ខ្លះណាវារបៀបថាចេះវាអត់ដែរផុសអីសោះនៅមិននៅវាទៅផុសសុំជំនួយផុសអីចឹងអានឹងសិតតែ account បោកឲ្យបងប្អូនណាចាប៉ុន្តែបើសិនជាបងប្អូនចង់ឲ្យទុកចិត្តមែនតើបងបាញ់ទៅបងសិល្បករការនេះទៅឬមួយក៏បងដែលគាត់ជាអ្នកលក់ online ណាលក់ online ដែលមានភាពល្បីល្បាញនៅក្នុងស្រុកខ្មែរណាល្បីឈ្មោះដូចបងឡុងម៉ានីនដូចអីហ្នឹងណាបងបាញ់ទៅខ្ញុំធានាថាលុយបងប្អូនអត់ឲ្យបាត់សំបីតែ100ទេចាព្រោះពួកគាត់អ្នកធ្វើមែនពួកគាត់អ្នករកជំនួយរកអីមែនបងប្អូនណាចាអញ្ចឹងនេះអ្វីដែលខ្ញុំក្រើនរំលឹកក៏ដូចជាដាស់តឿនបងប្អូនកុំឲ្យចាញ់បោកពួកព្រោះដោយសារតែឥឡូវហ្នឹងគឺកំពុងតែពេញហើយឆ្លៀតឱកាសឬមួយក៏របៀបថាឆ្លៀតរបៀបកឹបកេងលុយបងប្អូនចាព្រោះដោយសារតែចេះយូរវាមានម្ដងទេហើយអាយូរមានម្ដងហ្នឹងវាថាមិនដឹងប្រហែលឆ្នាំវាមានម្ដងទេបងប្អូនអញ្ចឹងក្នុងកំឡុងពេលហ្នឹងគឺវាចាប់ផ្ដើមប្រមូលហើយបងប្អូនចាវាចាប់ផ្ដើមប្រមូល